នេះមេស្លាល្អបងប្អូនអរគ្នានេះខ្ញុំជិះម៉ូតូទៅជាមួយនឹងអ៊ំប្រុសហើយនឹងគ្រួសាររបស់ខ្ញុំហ្នឹងទៅរកមើលទិញស្រូវបងប្អូនចាដោយបងប្អូនដឹងស្រាប់ហើយខែនេះខែរដូវស្រូវទុំចាហើយខ្ញុំក៏បានគិតថាចង់ទិញស្រូវ1តោន2តោនទុកហូបអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងក៏ទៅមើលបងប្អូនយើងដែលគាត់ដាំនៅដីកំហ៊ុនបងប្អូនអរគ្នាចាបងប្អូនមើលនេះស្រូវដាច់កតុយភ្នែកតែម្ដងស្រូវច្រើនយកតែមែនតើបងប្អូនអរគ្នាចាដាច់កតុយភ្នែកតែម្ដងហើយខ្ញុំមកទីនេះក៏ជាលើកទី1ដែរបងប្អូនខ្ញុំអត់ដែរមកសោះពីមុនមកបាទស្រូវទុំក្រហមមកហើយបងប្អូនអើយអូអ្នកណាថាស្រុកចកាអត់ធ្វើស្រែមានស្រែស្រូវបងប្អូនអើយមិនដាច់កតុយភ្នែកចិត្តតែស្រូវចកាកស៊ូចកាស្វាយចកាអាមេរិកនេះចកាស្រូវចកាអំពៅខាងនេះស្រូវហើយចំណែកខាងផ្លូវខាងនេះអំពៅខាងនេះអំពៅស្រូវតាំងពីនោះមករហូតមកជារៀងនេះស្រូវទាំងអស់ហើយស្រូវនៅទីនេះបងប្អូនយើងភាគច្រើនគឺគាត់ដាំនៅក្នុងចកាកស៊ូអញ្ចឹងបងប្អូនចាម្យ៉ាងដែរតើបងប្អូនអរគ្នាតម្រុំតែយើងទទួលបានផលកស៊ូជាគឺយើងដាំស្រូវបានជារៀងរាល់ឆ្នាំចាបានបន្តិចណាបងប្អូនចាគាត់ដាំនេះមានស្រូវអ៊ីចាមានស្រូវកន្លះស្រូវនឹងអំអីអញ្ចឹងទៅ